សូមជម្រាបសួរដល់កូនៗជាទីស្រឡាញ់ទាំងអស់គ្នាអរគុណព្រះអង្គដែលទ្រង់បានប្រទានពរឲ្យកូនទាំងអស់គ្នាបានមកសាលារៀនហើយយើងនឹងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះអង្គតាមរយៈព្រះគម្ពីរសម្រាប់កុមារជំនួយដល់ការអធិដ្ឋាននិងការអានព្រះបន្ទូលនៅថ្ងៃនេះខ្ញុំសូមកូនទាំងអស់គ្នារីករាយនឹងស្ដាប់ជាមួយគ្នាថ្ងៃទី76ឈ្នះការប្រយុទ្ធដោយសំឡេងស្នែងព្រះគម្ពីរយូស្វេចំពុក5ខ13ដល់ចំពុក6ខ27លោកយូស្វេដឹងថាលោកត្រូវតែវាយដណ្ដើមយកទីក្រុងយេរីកូក្នុងពេលឆាប់ៗនេះលោកអធិដ្ឋានសូមជំនួយពីព្រះជាម្ចាស់បន្ទាប់មកព្រះអង្គបានប្រទានគម្រោងការយ៉ាងចម្លែកដល់លោកយូស្វេមានប្រសាសន៍ទៅកាន់ក្រុមទាំងអស់ថាពួកយើងនឹងមានក្បួនដង្ហែគ្មានទីហ៊ានលោកយូស្វេណាម្នាក់ធ្លាប់ធ្វើបែបនេះពីមុនមកឡើយក្បួនដង្ហែមិនមែនជាការប្រយុទ្ធគ្នាឡើយប៉ុន្តែពួកគេនឹងធ្វើតាមគម្រោងការរបស់ព្រះជាម្ចាស់ដោយលោកយូស្វេបានប្រាប់ពួកគេនិយាយថាបាទយើងខ្ញុំនឹងព្យាយាមធ្វើតាមអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលនៅថ្ងៃបន្ទាប់ពួកទីហ៊ានបានមកឈរជាជួរមើលទៅហាក់ដូចជាក្បួនព្យុហយាត្រាក្រុមព្យាការីសែងហឹបសម្ព័ន្ធមេត្រីឈរនៅមុខគេបង្អស់បន្ទាប់មកលោកយូស្វេជាអ្នកដឹកនាំពលទីហ៊ានទាំងអស់ប្រជាជននៅក្នុងក្រុងយេរីកូបានឃើញពលទីហ៊ានអ៊ីស្រាអែលមកដល់ពួកគេនាំគ្នាភ័យញ័ររន្ធត់យ៉ាងខ្លាំងពួកគេស្រែកយំទាំងពោលថាសង្គ្រាមដ៏គួរឲ្យភ័យខ្លាចនឹងកើតឡើងហើយពួកយើងនឹងស្លាប់ទាំងអស់គ្នាជាមិនខានព្រោះព្រះជាម្ចាស់នៅខាងជនជាតិអ៊ីស្រាអែលប៉ុន្តែប្រជាជនអ៊ីស្រាអែលពុំបានវាយទៅលើក្រុងយេរីកូឡើយធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រជាជនអ៊ីស្រាអែលឈរតម្រៀបជួរគ្នាដើរព័ទ្ធជុំវិញក្រុងយេរីកូពួកគេនាំគ្នាដើរជុំវិញកំផែងដែលព័ទ្ធទីក្រុងពលទីហ៊ាននិងប្រជាជនដើរព័ទ្ធជុំវិញក្រុងយេរីកូដោយស្ងៀមស្ងាត់ដោយលោកយូស្វេបានប្រាប់ពួកគេគ្មានសម្រែកនៃការប្រយុទ្ធគ្នាស្រែកឡើងឡើយគឺមានតែសម្លេងស្នែងដែលបូជាចារ7នាក់ជាអ្នកផ្លុំនិងទីហ៊ានរាប់រយនាក់ដែលកំពុងដើរដោយស្ងៀមស្ងាត់ប៉ុណ្ណោះកងទ័ពអ៊ីស្រាអែលនាំគ្នាដើរព័ទ្ធជុំវិញក្រុងយេរីកូមួយជុំរួចត្រឡប់ទៅសម្រាកនៅជំរំរបស់ពួកគេវិញនៅថ្ងៃបន្ទាប់ពួកគេបានធ្វើដូច្នេះទៀតគឺពួកគេដើរជាក្បួនទ័ពព័ទ្ធជុំវិញក្រុងយេរីកូអស់រយៈ6ថ្ងៃខណៈពេលនោះពួកគេពុំបានធ្វើឲ្យមានសម្លេងអ្វីឡើយលើកលែងតែសម្លេងស្នែងដែលក្រុមបូជាចារផ្លុំប៉ុណ្ណោះបន្ទាប់មកនៅថ្ងៃទី7លោកយូស្វេបានបញ្ជាឲ្យពលទីហ៊ានដើរជុំវិញក្រុងយេរីកូ7ជុំតាមរបៀបដដែលក្រោយពីពួកគេដើរបាន7ជុំហើយពេលក្រុមបូជាចារផ្លុំស្នែងពលទីហ៊ានក៏ស្រែកយ៉ាងខ្លាំងពួកគេនាំគ្នាស្រែកកាន់តែខ្លាំងតាមដែលអាចធ្វើទៅបានហើយមិនយូរប៉ុន្មានក៏កំផែងក្រុងយេរីកូក៏រលំចុះនៅនឹងកន្លែងគឺព្រះជាម្ចាស់បានធ្វើការអស្ចារ្យប្រជាជនអ៊ីស្រាអែលនាំគ្នាសម្រុកចូលទៅក្នុងទីក្រុងនៅថ្ងៃនោះមានតែមួយគ្រួសារប៉ុណ្ណោះដែលមានជីវិតរស់រានមានជីវិតគឺនាងរ៉ាហាប់និងក្រុមគ្រួសាររបស់នាងតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះជាម្ចាស់ចង់បង្ហាញអំពីអ្វីមកកាន់យើងទាំងអស់គ្នាតាមរយៈព្រះបន្ទូលនៅថ្ងៃនេះព្រះជាម្ចាស់ចង់បង្ហាញឲ្យយើងទាំងអស់គ្នាដឹងថាព្រះជាម្ចាស់ធ្វើការជំនួសយើងហើយការដែលព្រះជាម្ចាស់ធ្វើគ្មានអ្នកណាអាចធ្វើបានឡើយការប្រើសម្លេងស្នែងធ្វើជាសព្វាយុទ្ធមិនមែនជាគំនិតរបស់លោកយូស្វេឡើយប៉ុន្តែលោកបានជួបមេទ័ពរបស់ព្រះជាម្ចាស់លោកជាមេទ័ពដែលទទួលបន្ទុកលើសមរភូមិលោកយូស្វេបានស្ដាប់តាមមេទ័ពរបស់ព្រះអង្គម្ចាស់ពេលដែលតយុទ្ធនឹងរឿងរ៉ាវនៅក្នុងជីវិតរបស់យើងចូលយើងទូលសូមព្រះជាម្ចាស់ឲ្យជួយយើងធ្វើកិច្ចការតាមបំណងប្រាថ្នារបស់ព្រះអង្គនិងប្រព្រឹត្តតាមមាគ៌ារបស់ព្រះអង្គចូលកុំភ័យខ្លាចចំពោះបញ្ហាដែលនឹងកើតឡើងចំពោះយើងឡើយប៉ុន្តែចូលទូលសូមជំនួយពីព្រះជាម្ចាស់ឲ្យយើងមានប្រាជ្ញាក្នុងការដោះស្រាយបញ្ហាទាំងនោះដូច្នេះសូមបងប្អូនទាំងអស់គ្នាបានសម្រុំចិត្តហើយបិទភ្នែកអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាមួយគ្នា
អោព្រះវរបិតាជាព្រះជាម្ចាស់នៃគ្រប់របស់សពសារពើអើយកូនសូមអរព្រះគុណសម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះរូបកូនដែលគ្មានព្រំដែនព្រះអង្គអើយសូមជួយឲ្យកូនមានសេចក្តីក្លាហានក្នុងការស្ដាប់បង្គាប់ព្រះអង្គសូមកុំឲ្យកូនមានចិត្តសង្ស័យចំពោះគម្រោងផែនការរបស់ព្រះអង្គឡើយសូមឲ្យកូនពោលតែពាក្យអរព្រះគុណទៅកាន់ទ្រង់ជារៀងរាល់ថ្ងៃសូមរក្សាបបោមាត់កូនកុំឲ្យពោលពាក្យអាក្រក់និងពោលពាក្យត្អូញត្អែរទៅកាន់មិត្តភ័ក្តិបងប្អូននិងឪពុកម្ដាយឡើយកូនសូមអរព្រះគុណនិងសូមអធិដ្ឋានទូលថ្វាយទៅកាន់ទ្រង់ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសំណួរត្រេះរិះពិចារណាទី1នៅពេលឃើញជនជាតិអ៊ីស្រាអែលតើប្រជាជននៅក្នុងក្រុងយេរីកូមានអារម្មណ៍យ៉ាងដូចម្តេចទី2តើប្រជាជនអ៊ីស្រាអែលធ្វើយ៉ាងដូចម្តេចខ្លះដើម្បីដណ្ដើមយកទីក្រុងយេរីកូបានទី3នៅក្នុងចំណោមប្រជាជនក្រុងយេរីកូទាំងអស់តើគ្រួសាររបស់អ្នកណាដែលនៅរស់ចាយ៉ាងម៉េចហើយតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះបន្ទូលនៅថ្ងៃនេះវាបន្ទូលអ្វីខ្លះមកកូនៗអរគ្នាអ្នកគ្រូសង្ឃឹមថាកូននឹងយកអនុវត្តនៃជីវិតរស់នៅថ្ងៃនេះចាអរគុណច្រើនសូមព្រះយេស៊ូវប្រទានពរ